ថ្ងៃនេះគឺជាថ្ងៃពិសេសហើយគឺជាថ្ងៃដែលទន្ទឹងរង់ចាំអញ្ចឹងត្រូវតែញ៉ាំម្ហូបដែលពិសេសសម្រាប់យើងប៉ុន្តែប្តីហើយនឹងកូនគឺគាត់អត់ញ៉ាំទេដោយសារថាបកកតុយហើយគឺមានប្រហុកចូលហើយថ្ងៃពិសេសសម្រាប់ខ្ញុំថ្ងៃហ្នឹងគឺថាកូនគឺគាត់ទទួលបានសញ្ជាតិកូរ៉េហើយបងប្អូនអើយរង់ចាំយូរខ្លាំងមែនតើនិយាយទៅរយៈពេលហ្នឹងវាមិនជាយូរប្រហែលទេប៉ុន្តែចិត្តដែលយើងរង់ចាំគឺយូរខ្លាំងមែនតើហ្មងហើយនៅពេលដែលទទួលបានសញ្ជាតិកូរ៉េគឺថាច្បាប់របស់គេតម្រូវឲ្យយើងត្រូវទៅធ្វើឯកសារលក្ខណៈជាកិច្ចសន្យាឈប់ប្រើប្រាស់ជាមួយនឹងសញ្ជាតិខ្មែរដោយសារថាក្មេងៗគឺគាត់អត់ទាន់អាចមានសិទ្ធិបោះបង់សញ្ជាតិខ្មែរបានទេដោយសារគាត់អត់ទាន់ដល់អាយុ18ពេលដែលគាត់ចូលដល់អាយុ18គឺគាត់មានសិទ្ធិអាចបោះបង់សញ្ជាតិខ្មែរឬមួយក៏មិនបោះបង់សញ្ជាតិខ្មែរគឺជាសិទ្ធិរបស់គាត់ប៉ុន្តែឥឡូវគឺគាត់អត់អាចប្រើជាមួយនឹងសញ្ជាតិខ្មែរបានទេអញ្ចឹងត្រូវតែទៅការិយាល័យអន្តោប្រវេសន៍ដើម្បីទៅសេកិច្ចសន្យាថាយើងអត់ប្រើប្រាស់សញ្ជាតិខ្មែរទេគឺយើងប្រើប្រាស់តែសញ្ជាតិកូរ៉េទេពេលត្រឡប់មកវិញឈៀងចូលផ្ទះមិត្តភ័ក្តិបងប្អូនផ្ទះមិត្តភ័ក្តិរបស់ខ្ញុំគឺគាត់មានចកាប៉មហើយផ្លែឈើផ្សេងហើយផ្លែនេះទៀតគឺជាផ្លែមកខ្វាលរសជាតិវាគឺស្តៀងជាមួយនឹងខ្វិតយើងខ្លាំងមែនតើអញ្ចឹងយកមកញ៉ាំជាមួយខ្វិតជំនួសខ្វិតបានពេលជនជាតិខ្មែរយើងជួបគ្នាអត់មានអីទទួលទេបងប្អូនគឺមានតែម្ជូរនិយាយទៅឲ្យតែបានម្ជូរទទួលគឺលេខ1ហើយបងប្អូនហើយដោយសារថាយើងពិបាករកណាស់នៅនេះតែឥឡូវវាអត់ពិបាករកទេប៉ុន្តែវាថ្លៃថ្ងៃនេះការងារសំខាន់គឺបានចប់រួចរាល់អស់ហើយបងប្អូនហើយឥឡូវមកដល់ផ្ទះវិញហើយមកដល់ផ្ទះអត់មាននឹកឃើញអីទេគឺម្ហូបពិសេសរបស់ខ្ញុំដោយសារថាខ្ញុំមានគ្រឿងរួចរាល់អស់ហើយត្រៀមទុកអស់ហើយសម្រាប់ខ្ញុំបងប្អូនម្ហូបខ្មែរគឺខ្ញុំធ្វើញ៉ាំយូរម្ដងហើយដោយសារថាគ្រឿងក៏រូវគឺថាថ្លៃខ្លាំងមែនតើពេលអញ្ចឹងហើយបើថាញ៉ាំរាល់ថ្ងៃគឺអូយគ្មានលុយទិញទេបងប្អូននិយាយតាមត្រង់ហ្មងថ្ងៃនេះគឺថាចំណាយលុយទិញគ្រឿងគ្រប់គ្រាន់ហើយបងប្អូនអញ្ចឹងយើងមកធ្វើទាំងអស់គ្នាជាដំបូងគឺខ្ញុំលីងជាមួយនឹងខ្ទឹមហើយខ្ញុំដាក់ជាមួយនឹងខ្ទឹមក្រហមប៉ុន្តែខ្ទឹមក្រហមអាទុយគឺខ្ញុំអត់មានទេខ្ញុំមានតែខ្ទឹមប្រាំងពណ៌ស្វាយនឹងឯងខ្ញុំដាក់នឹងជំនួសក៏បានដូចគ្នាលីងម្ទេសលីងខ្ទឹមលីងជាមួយនឹងត្រប់អីចូលគ្នាឲ្យឆ្អិនអញ្ចឹងមកបងប្អូនបន្ទាប់មកយើងទុកមួយឡែកហើយយើងមកលីងជាមួយនឹងត្រីឆ្អើរបស់យើងមកត្រីឆ្អើដែរគឺខ្ញុំអត់ដាក់ជាមួយនឹងសំបករបស់វាច្រើនទេដោយសារថាបើដាក់ច្រើនពេកគឺវាស្កាត់ញ៉ាំពិបាកញ៉ាំបុកត្រីឆ្អើទុកមួយឡែកហើយបន្ទាប់មកទៀតខ្ញុំមកបុកជាមួយនឹងគ្រឿងក្រៅដែលបានលីងហើយដាក់ជាមួយនឹងប្រហុកគឺប្រហុកសាច់អញ្ចឹងគឺអូយឈ្ងុយឆ្ងាញ់ខ្លាំងមែនទែនបងប្អូនអើយតែដោយសារថាត្បាល់របស់នាងខ្ញុំហ្នឹងគឺវាទូចខ្លាំងពេកអញ្ចឹងយើងបុកតែម្ដងបញ្ចូលគ្នាគឺអត់គ្រាន់ទេអញ្ចឹងហើយជំរើសល្អគឺយកអាចារ្យធំមួយមកហើយបន្ទាប់មកទៀតគឺយើងដាក់វាបញ្ចូលគ្នាបន្ថែមជាមួយនឹងស្ករប៊ីចេងជាមួយនឹងម្ទេសដាក់ហឹរខ្លាំងអញ្ចឹងបានឆ្ងាញ់បងប្អូនយើងបុកវាបញ្ចូលគ្នាឲ្យសព្វគ្រប់រសជាតិហើយចាំយើងដាក់ជាមួយនឹងត្រីឆ្អើដែលយើងបានបុកវាប៉ុន្តែខ្ញុំស្ដាយបន្តិចកន្លែងហ្នឹងគឺខ្ញុំបុកត្រីឆ្អើរៀងម៉ត់ពេកត្រីឆ្អើមិនបាច់ចាំបុកម៉ត់ពេកដូចខ្ញុំអញ្ចឹងឯងបងប្អូនដាក់វារៀងមកល្មមទៅពេលដែលយើងញ៉ាំទៅគឺយើងញ៉ាំប៉ះជាមួយនឹងជាតិត្រីឆ្អើពេលអញ្ចឹងហើយក៏ទួយហេះរបស់យើងហ្នឹងគឺកាន់តែឆ្ងាញ់ថែមទៀតបានតែ1គីឡហ្នឹងគឺអូឆ្ងាញ់គ្រប់ពេលហ្មងបងប្អូនហើយពេលដែលយើងញ៉ាំគឺយើងបេះវាបន្តិចមកញ៉ាំបានយូរ